ដំណឹងល្អថ្ងៃនេះខ្ញុំនឹងបង្ហាញព័ត៌មានច្បាស់ការមួយគឺជាដំណឹងដែររំភើបដំណឹងដែលសារតពីប្រជាពលរដ្ឋកម្ពុជាជាច្រើនបងប្អូននេះបើតាមpage Facebook ឈ្មោះថាហងមនីរស្មីដែលគឺជា page មួយដែលផ្ដល់ព័ត៌មានជាក់លាក់ច្បាស់ការហើយគាត់ក៏ជាយោធាម្នាក់ដែរបងប្អូនហើយគាត់បានផុសថាភ្នំទ្រាប់ភ្នំ500ហើយនឹងផ្ទះក្រហមខ្មែរយើងគឺកាន់កាប់ទាំងស្រុង 100% បងប្អូនហើយនេះគឺជាព័ត៌មានផ្លូវការមួយបងប្អូនបើមិនមែនជាព័ត៌មានផ្លូវការគាត់មិនផុសទេបងប្អូននេះគឺជាព័ត៌មានផ្លូវការដែលបងប្អូនអាចទុកចិត្តបានអាចរំភើបបានបងប្អូននេះគឺជាសមិទ្ធផលល្អមែនទែនសម្រាប់ការលះបង់របស់វីរៈកងទ័ពរបស់យើងបងប្អូនហើយមុននេះតិចបងប្អូនប្រហែលជាឃើញហើយក្នុងคลิปវីដេអូដែលទាហានស្ទៀមបុករថក្រោះបុកខាងទ្វារប៉ុស្តិ៍បងប្អូនពេលនេះគឺឃើញเพจរបស់เพจដដែលបងប្អូនเพจឈ្មោះហងមនីរស្មីឬក៏เพจស្មីបងប្អូនបានផុសថាទាហានស្ទៀមបានខ្លាយជាជី6នាក់បងប្អូនជាមួយនឹងរថក្រោះផងដែលធ្វើការឈ្លានពានមកចូលទឹកដីកម្ពុជាហើយទាហានកម្ពុជាបានធ្វើការកំទេចចោលទាំងអស់បងប្អូន